នេះគឺជាឈុតបំពន់ទៅលើតាណែមតឡងបងប្អូនហើយមកមុខនេះគឺតោស្ដៃរឹសបានទាំងត្រាំដើមពូជបានទាំងបាញ់បំពន់ទៅលើស្លឹកជំរុញទៅលើការលូតលាស់ទៅតនឹងប្រព័ន្ធរឹសដងដើមនិងស្លឹកតឡងបងប្អូនឲ្យស្ទុះបានលឿនហើយមកមុខនេះគឺតោមហាមើមគឺយើងប្រើបាននៅពេលដែលតឡងរបស់យើងអាយុ1ខែគឺវាជួយបំលែងពីរឹសទៅជាមើមបំពន់មើមឲ្យចេញបានច្រើនហើយមើមលូតបានវែងរីកបានធំហើយសម្រាប់ការបំពន់មើមគឺយើងប្រើជាឈុតតែម្ដងហើយថ្ងៃនេះគឺយើងយកជីមកឲ្យម្ចាស់ចំការនៅខាងខេត្តព្រះវិហារបាទឥឡូវនេះគឺយើងចាប់ផ្ដើមគុំរងហើយក៏យើងចាប់ផ្ដើមត្រាំដើមពូជជាមួយនឹងតោស្ដៃរឹសដើម្បីដាក់ដាំពួកយើងអត់ដាំដោយអត់ត្រាំដើមពូជទេគឺយើងត្រាំជាមួយនឹងតោស្ដៃរឹសហើយបានយើងដាក់ដាំបងប្អូនព្រោះស្អីគឺជួយឲ្យដើមតឡងបងប្អូនហ្នឹងគឺមានសំណើមគ្រប់គ្រាន់មានអាហារបំរុងមានធម្មពលក្នុងការឲ្យតឡងរបស់យើងនឹងធន់ជាមួយនឹងអាកាសធាតុរៀងស្ងួតហើយតឡងឆាប់ដុះរឹសបានច្រើនពួកបងប្អូននៅស្រាប់ហើយកាលណាតឡងរបស់យើងចេញរឹសច្រើនអត្រាមើមយើងច្រើនអញ្ចឹងសម្រាប់បងប្អូនដែលចង់បានជីថ្នាំយកទៅប្រើប្រាស់អាចឆាតចូល page ឬក៏ comment លេខទូរស័ព្ទនៅក្នុងវីដេអូនេះក៏បានហើយបើសិនជាចង់សួរនាំបន្ថែមអាច comment សួរនាំនៅក្នុងវីដេអូនេះបានបាទអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះ